ជំរាបសួរទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយទាក់ទងជាមួយសុខភាពផ្លូវចិត្តចែកជូនដល់ទាំងអស់គ្នាស្របពេលជាមួយថ្ងៃនេះគឺថ្ងៃ10ខែតុលាឆ្នាំ2025ដែលជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃនេះគឺអង្គការសុខភាពលោកបានកំណត់យកជាថ្ងៃនៃទិវាសុខភាពផ្លូវចិត្តពិភពលោកដែលយើងហៅថា World Mental Health Day អញ្ចឹងយើងដឹងស្រាប់ហើយថាអង្គការសុខភាពពិភពលោកបានកំណត់ថ្ងៃនេះដែលរំលឹកទៅដល់សុខភាពផ្លូវចិត្តព្រោះដោយសារតែមិនថាយើងរស់នៅទីណាជាតិសាសន៍ណាឬក៏មានអាយុប៉ុណ្ណាក៏ដោយគឺសិតតែមានសុខភាពផ្លូវចិត្តទាំងអស់គ្នាហើយក៏មានអង្គការសុខភាពលោកក៏បានលើកដែរថាគ្មានសុខភាពណាដែលគ្មានសុខភាពផ្លូវចិត្តទេអញ្ចឹងអ្នកទាំងអស់គ្នាគឺមានសុខភាពផ្លូវចិត្តត្រូវតែចេះរក្សាថែរក្សាសុខភាពផ្លូវចិត្តទាំងអស់គ្នាជាមួយគ្នានេះផងដែរខ្ញុំមានសារមួយចំនួនចែករំលែកជូនអ្នកទាំងអស់គ្នាដោយលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាត្រូវចេះយកចិត្តទុកដាក់មិនថាសុខភាពផ្លូវចិត្តខ្លួនឯងឬក៏អ្នកជុំវិញខ្លួនអ្នកដទៃណាក៏ដោយចូលអ្នកទាំងអស់គ្នាកុំវាយតម្លៃឬក៏ប្រៀបធៀបស្ថានភាពផ្លូវចិត្តរបស់បុគ្គលណាមួយឬក៏មនុស្សជាទីស្រឡាញ់របស់ខ្លួនឯងដោយសារតែជាទូទៅការប្រៀបធៀបឬក៏ការវាយតម្លៃនេះធ្វើឲ្យអ្នកដែលកំពុងតែមានបញ្ហាឬក៏ជំងឺផ្លូវចិត្តគឺគាត់មិនបានស្វែងរកជំនួយឬក៏ការព្យាបាលបានត្រឹមត្រូវយើងអាចប្រៀបធៀបព្រឹត្តិការណ៍នៃជីវិតដែលយើងធ្លាប់ជួបឬក៏គេធ្លាប់ជួបបានប៉ុន្តែយើងមិនអាចប្រៀបធៀបប្រតិកម្មផ្លូវចិត្តដែលបុគ្គលម្នាក់ឆ្លើយតបបានទេព្រោះយើងដឹងហើយថាមនុស្សម្នាក់គឺមានស្នាមរបួសជាមួយនឹងរឿងរ៉ាវដែលយើងជួបប្រទះផ្សេងពីគ្នាដែលធ្វើឲ្យបុគ្គលម្នាក់នេះមានអាចនិយាយថាសុខភាពផ្លូវចិត្តផ្សេងពីគ្នាមិនអាចយកតែភាពរឹងមាំមួយឬក៏ដំណោះស្រាយមួយយកទៅប្រៀបធៀបសម្រាប់មនុស្សទូទៅបានទេស្របពេលជាមួយគ្នានេះដែរដោយអង្គការសុខភាពលោកបានលើកថ្ងៃនេះជាថ្ងៃនៃទិវាសុខភាពផ្លូវចិត្តពិភពលោកប៉ុន្តែជារៀងរាល់ឆ្នាំតែងតែមានប្រធានបទផ្សេងពីគ្នាដូចឆ្នាំមុនគឺតាក់ទងជាមួយនឹងការលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការចំណែកឯឆ្នាំនេះគឺជាការផ្ដល់សេវាសុខភាពផ្លូវចិត្តឲ្យបានទាន់ពេលទៅលើមនុស្សធម៌ដែលស្ថិតនៅក្នុងគ្រាអាសន្នដែលជាពិសេសហ្នឹងគឺសម្រាប់មនុស្សមួយចំនួនដែលពួកគាត់កំពុងតែរងគ្រោះជាមួយនឹងស្ថានភាពតានតឹងមួយចំនួនដូចជាសង្គ្រាមឬក៏ការផ្លាស់ប្ដូរទីលំនៅជាពិសេសដូចជាជនភៀសសឹកឬក៏អ្នកដែលកំពុងតែជួបជាមួយនឹងគ្រោះធម្មជាតិជាដើមអញ្ចឹងយើងដឹងហើយថានៅក្នុងឆ្នាំ2025នេះគឺវាមានរឿងជាច្រើនដែលនៅក្នុងសកលលោកនេះយើងជួបប្រទះអញ្ចឹងហើយទើបអង្គការសុខភាពលោកបានកំណត់ប្រធានបទដែលផ្ដល់ការសង្គ្រោះសុខភាពផ្លូវចិត្តនេះឲ្យបានទាន់ពេលទៅដល់ក្រុមមនុស្សទាំងអស់ហ្នឹងព្រោះពេលខ្លះយើងមើលរំលងព្រោះយើងគិតថាបើសិនជាបុគ្គលម្នាក់ដែលគាត់ទទួលរងគ្រោះការប៉ះទង្គិចផ្លូវកាយហើយយើងព្យាបាលតែផ្លូវកាយរបស់គាត់ហើយចប់តែអត់ទេគឺយើងត្រូវតែមើលទាំងផ្លូវកាយគាត់ជាសះស្បើយហើយគឺមិនអាចមើលរំលងពីការប៉ះទង្គិចផ្លូវចិត្តគាត់បានឡើយអញ្ចឹងដូចនេះហើយទើបយើងត្រូវតែផ្ដោតសំខាន់ទៅលើការជួយសង្គ្រោះសុខភាពផ្លូវចិត្តជូនដល់ជនរួមជាតិទាំងមូលហើយជាពិសេសនៅក្នុងឆ្នាំនេះគឺសម្រាប់ជនរួមជាតិដែលកំពុងតែជួបប្រទះនៅគ្រោះទាំងអស់ហ្នឹង